យើងស្ដាំគឺពាក្យថា sort បន្ទាប់មកយកពាក្យ custom sort ឲ្យយើងអូខេអញ្ចឹងពួកហ្នឹងវារៀបឲ្យយើងស្អាតអញ្ចឹងយើងចុចពាក្យថា OK ចា៎ហ្នឹងគឺយើងប្រើសម្រាប់វាឲ្យវារៀបតាមលំដាប់អក្សរគេដូច A B C អញ្ចឹងហើយអញ្ចឹងវាទៅតាមនឹងឲ្យយើងហើយអូខេបន្តមកទៀតគឺយើងត្រូវទៅក្នុង term attendance របស់យើងហើយអញ្ចឹងកន្លែងនេះយើងត្រូវកែវាខែអានេះកែថ្ងៃមកណាអានេះដោយសារមានអ្នកកែយើងស្រាប់អញ្ចឹងចាំពេលtermក្រោយយើងកែវាអូខេកែខែហើយនឹងថ្ងៃអញ្ចឹងឧទាហរណ៍កន្លែងនេះអញ្ចឹងលេខកូដឥឡូវយើងបើកខ្លះកូដទៅសិនខ្លះកូដខ្លះ detail ទៅវាហ្នឹងណាអញ្ចឹងហ្នឹងក៏ពិតយើងត្រូវ print នៅខាងក្រៅមកបើសិនយើងចង់មើលថាឥឡូវ concept របស់ shell hotstone នឹងគឺលេខកូដ GPA 001តែមាន concept មកនេះអញ្ចឹងយើងវាយវាចូលមកឬក៏យើង copy ក៏បានដែរយើងបាក់អូខេហាយើងខាងមួយពី3ដូចគ្នាតែបើយើងចង់វាយយើងឃើញទៅយើងវាយខ្ញុំភ្លេចប្រាប់ទៅមួយទៅគឺយើងត្រូវអាប់ដេតនេះអាប់ដេតកន្លែង level យើងអញ្ចឹងបើសិនជាយើងចូល term B យើងត្រូវអាប់ដេតវាអានេះដោយសារគេអាប់ដេតហើយស្រាប់អញ្ចឹងដើម្បីអាប់ដេតវាយើងចូលទៅក្នុង data របស់យើង edit link មកហើយយកពាក្យថា update បន្តមកទៀតយើងជ្រើសរើសពាក្យថា Google Drive ហ្នឹងទៅយក file detail មកហើយយើងយកclass program អញ្ចឹងវានឹងលោតឲ្យយើងហើយវាលោតមកថាterm ហ្នឹងថា level 11ហ្នឹងគឺប៉ះប្រឈមមួយណាហើយយើងមើលទៅបានបើសិនយើងចង់ដឹងថា the child ថ្មីយើងនឹងហេង Christine Bella អូខេវិញមកអូខេយើងមកស្ដាប់តែប៉ុតអានឹងបើយើងវាយសួរជាងកុំឲ្យ copy អញ្ចឹង concept របស់គាត់ចំនួន3នាក់យើងពេលconcept គាត់សរុបទាំងអស់គឺ14នាក់អញ្ចឹងនេះខ្ញុំធ្វើសម្រាប់ភាសាអង់គ្លេសទីទៀតខ្ញុំនឹងធ្វើសម្រាប់ភាសាចិនហើយនិងភាសាថៃមួយទៀត